បើតាមការប្រកាសហើយត្រូវបានលែងចេញហើយក្រុមហ៊ុនឡុងសៀមគ្មានថ្ងៃនឹងទទួលឯកទៀតទេលោកតុងលោកសុំគេជំនួសនោះឲ្យខ្ញុំតិចមករកវិធីទៅសុំលោកណាសុំលោកចោះធ្វើការគ្មានបានការបំផ្លាញខ្លួនឯងប្រភេទមនុស្សដូចជាឯងនេះមិនស័ក្តិសមធ្វើការនៅក្រុមហ៊ុនឡុងសៀនទេការពិតតុងឋានស៊ូគឺជាអ្នកណាទៅបើទោះនាងមិនធ្លាប់បានតាមញ៉ែគក់សៀវនាងក៏ត្រូវតែសងខ្សែក៏ហើយនឹងការបូបឲ្យខ្ញុំដែរក្រែងឯងរកបានខ្សែហើយមែនទេហេតុអ្វីនៅទៀមទាពីពួកយើងទៀតខ្សែករបស់ខ្ញុំត្រូវបាននាងកាន់ឡើងប្រឡាក់ហើយតម្លៃត្រូវបាត់បង់ពាក់កណ្ដាលទៅហើយបែបនេះឯងត្រូវតែសងថ្មីឲ្យយើងត្រូវហើយការបូបហើយនឹងខ្សែក៏ស្រុកព្រះនាងជាអ្នកធ្វើឲ្យខូចនាងត្រូវតែសងខ្ញុំទិញជំនួសឲ្យប្រពន្ធខ្ញុំលោកមែនទេបានលោកឆាប់ទេលុយ50លានឲ្យខ្ញុំមុនប្រភេទមនុស្សដូចជាលោកនេះស្កេនអស់លុយពីក្នុងកងក៏មិនអាចបង់គ្រប់ដែរអាលីខេទទួលបាន200ក្បាលលោកមែនទេលោកកំពុងលេងសើចនឹងខ្ញុំមែនទេរបស់នាងនេះគ្រាន់តែមើលបន្តិចដឹងថាជារបស់ខ្លាំងខ្លាយឲ្យនាង200មិនអាចលើសនេះបានទេខ្ញុំប្រើសុបាយរបស់ពិតអ្នកក៏ដូចជាលោកនេះអាចយល់បានទេអ្នកក៏ដូចជាគេនេះហេតុអ្វីនឹងអាចឃើញរបស់ដែលមានពិតទៅខ្មែរនឹងបានប៉ះបន្តិចផងចង់ប្រើ200ដើម្បីទិញរបស់ដែលមានតម្លៃរាប់លានរបស់គេអ្នកទាំងពីរពិតជាថោកទាបពិតមែនច្បាស់ជាអ្នកទាំងអស់គ្នាមិនទាន់ដឹងទេជារៀងរាល់ថ្ងៃប្រពន្ធរបស់ខ្ញុំពាក់របស់ដែលមានតម្លៃឡើងធុញទៅហើយបែបនេះថ្ងៃនេះទើបគេផ្លាស់ប្ដូរនៅអត្តសញ្ញាណពាក់សម្លៀកបំពាក់ដែលសាមញ្ញធម្មតាត្រូវហើយនៅមានការបូបហើយនឹងខ្សែក៏របស់នាងទៀតខ្ញុំក៏ទិញរបស់ពិតដែរចាំមើលបន្តិចទៀតនេះប្រៀបធៀបទៅថារបស់អ្នកណាជាការពីរបស់អ្នកណាជាคล้ายលោកតង់នេះគឺជាខ្សែកបងការ៉េហើយនឹងការបូបដែលលោកទិញឲ្យអ្នកស្រីទុកនៅទីនេះទៅនេះគឺជាការពិតមែនទេច្បាស់ជាការពិតហើយខ្ញុំគឺជាអ្នកគ្រប់គ្រងហាងទើបតែក៏ខ្សែកមកពីក្នុងទូខ្ញុំបានសួរឲ្យមិត្តភក្តិដែលធ្វើនៅក្នុងហាងលក់គ្រឿងអលង្ការបាននិយាយថានេះគឺជាការពិតបែបនេះរបស់សាយគឺជាคล้ายមានអ្វីទៀតបែបនេះនៅសួរទៀតមែនទេនាងចង់ប្រើរបស់คล้ายរបស់ខ្លួននេះដើម្បីយកលុយទិញញើសបងទិញរបស់ទាំងនេះធ្វើអ្វីទៅអស់លុយច្រើនខ្លាំងណាស់តាមពិតលោកតុងមានលុយបែបច្រើនបែបនេះមិនដឹងថាគាត់ធ្វើការនៅទីណាទេអាចដេញគុកសៀវចេញពីការងារខេតទៅគឺជាម្ចាស់ក្រុមហ៊ុនបើគាត់លាក់កំបាំងខ្លួននោះសាយថានាងប្រើប្រាស់របស់ល្អបែជាមកធ្វើបាបមិត្តភក្តិរួមថ្នាក់តាមពិតនាងទេជាជនបោកប្រាស់ធំទិញយកគេបានយកប្តីអ្នកមានហើយមើលបងទៅមិនអាចធ្វើការអ្វីបានទាំងអស់ល្អខ្លាំងណាស់មិននឹកស្មានថាខ្ញុំដេញនាងចេញហើយនាងតាក់ទងអ្នកមានលឿនបែបនេះប្តីខ្ញុំមានជាងប្តីនាងខ្លាំងណាស់ខ្ញុំត្រូវបានអ្នកលក់បោកប្រាស់ទេទើបបានគេបោកប្រាស់ខ្ញុំការនិយាយនោះគឺជាប្តីរបស់នាងពិតមែនទេនៅមិនទាន់ដឹងច្បាស់ទេប្តីហេតុអ្វីបានជាបងមកទីនេះមើលរឿងល្អដែលនាងបានធ្វើទៅមើលគេហៅថាលោកគឺជាប្តីនោះលោកឆាប់និយាយប្រាប់អ្នកទាំងអស់គ្នាឲ្យបានដឹងទៅលោកហើយនឹងមិត្តភក្តិសាយមានទំនាក់ទំនងបែបណាលោកប្រធាននាងមិនស័ក្តិសមនោះទេមនុស្សចង្រៃម្នាក់នេះគ្រាន់តែជាមនុស្សស្រីដែលខ្ញុំលេងសើចទេអាចទេអត្តសញ្ញាណពិតរបស់គាត់គឺជា CAO តើគាត់តែងតែបោកប្រាស់ខ្ញុំមែនទេនាងគឺជាស្រីមែនទេបែរជាធ្វើមុខមាត់នៅចំពោះមុខពួកខ្ញុំល្អខ្លាំងណាស់សាយធ្វើជាស្រីកំដរបែរជាមកប្រជុំថ្នាក់ធ្វើឯកអស្ចារ្យនាងពិតជាចម្លែកពិតមែនគៀវនាងក៏ធ្លាប់ធ្វើស្រីកំដរគេដែរនៅមានចៅបាំងទៀតគឺជាមនុស្សដែលក្បត់មានសិទ្ធិអ្វីមកនិយាយថាឲ្យខ្ញុំនោះប្រពន្ធខ្ញុំត្រូវគេធ្វើបាបគំនុំនេះត្រូវសងបែបណាទៅក្រុមហ៊ុនអចលនទ្រព្យរបស់លោកចង់ឲ្យវាបាត់បង់គឺងាយស្រួលខ្លាំងណាស់ទុកប្រធានតុងលោកអធិស្ឋានអត់ទោសផងខ្ញុំនឹងបែកគ្នាជាមួយមនុស្សចង្រៃនេះភ្លាមបែកគ្នាមែនទេសាមញ្ញបែបនេះមែនទេខ្ញុំឃើញថាប្រពន្ធខ្ញុំមិនទាន់បាត់ខឹងទេអូនក៏មិនអីដែរអន់ក្បាលទៅ
លើកលែងទោសទៅលោកប្រធានតុងប្រពន្ធសម្លាញ់អូនបាត់ខឹងហើយនៅបាត់ហើយស្អាតហើយពួកយើងទៅមិនបាច់ចំណាយពេលវេលាច្រើនជាមួយពួកមនុស្សគ្មានបានការនេះទេបានពួកយើងទៅត្រូវហើយទៅជាមនុស្សស្រីម្នាក់នេះចូលចិត្តលុយកុំឲ្យនាង101រៀលណាទៀតបានលោកប្រធានតុងពួកយើងទៅតុងហាន់ស៊ូក្រែងបងគ្មានការងារធ្វើមែនទេហេតុអ្វីបានជាដេញគក់សៀវបានថែមទាំងម្ចាស់អចលនទ្រព្យថែមទៀតហេតុអ្វីបានជាហៅបងថាលោកប្រធានតុងមែនទេម្ចាស់អចលនទ្រព្យគឺបែបខ្ញុំមានមិត្តភក្តិម្នាក់ត្រកូលលីគេធ្វើការនៅក្រុមហ៊ុនឡុងសៀនតំណែងរបស់គេមានតំណែងខ្ពស់ជាងគូសៀវខ្លាំងណាស់ចំណែកម្ចាស់អចលនទ្រព្យនេះក៏ព្រោះមិត្តភក្តិម្នាក់ដូចដែរទើបទុកមុខឲ្យខ្ញុំបងនិយាយបោកប្រាស់ច្បាស់ណាស់ថាបងនិយាយក្នុងការបងមានតែ10000ហេតុអ្វីបានទិញបានកាបូបហើយនឹងខ្សែកនាងនិយាយរឿងនេះមែនទេខ្ញុំប្រើប្រាស់លុយទិញឈូរបស់លោកយាយទុកទិញបែបនេះបងនៅមិនសងទៀតមែនទេអ្នកណាហេតុអ្វីបានជានិយាយខ្លាំងបែបនេះអីយ៉ាអ្នកទាំងអស់គ្នាធ្វើអ្វីនឹងតាកញ្ចាស់ម្នាក់នេះនៅពេលដែលពួកឯងឲ្យយើងទៅបង្ករឿងហេតុអ្វីបានមិននិយាយប្រាប់យើងថានាងម្នាក់នោះចេះក្បាច់គុណគេគ្រាន់តែចេះក្បាច់គុណបន្តិចបន្តួចទេលោកមើលទៅថាខ្ញុំត្រូវគេវាយដល់កម្រិតណាហើយនេះគឺជាក្បាច់គុណធម្មតាមែនទេត្រូវហើយបងប្អូនរបស់ពួកខ្ញុំប៊ីនឹងត្រូវវាយស្លាប់ហើយមិនអាចទេនាងតែម្នាក់ឯងអាចវាយពួកលោកទាំងអស់គ្នាបានមែនទេតាកញ្ចាស់ម្នាក់នេះនិយាយទៅថាប្តីនាងមានអត្តសញ្ញាណបែបណាគេគ្រាន់តែជាមនុស្សដែលក៏ម្នាក់គ្មានឡានគ្មានផ្ទះនោះទេជាក្បាលលោកទៅគេមិនត្រឹមតែមានទ្រព្យសម្បត្តិទេថែមទាំងមានការអ្នកការពារទៀតមានទាំងគីឡូដីរាប់ហັດតាហេតុអ្វីបានជាអ្នកក្របានទៅខ្ញុំមិនដែលឮថាគេមានអត្តសញ្ញាណអ្វីធំដុំទេមិនប្រញាប់និយាយរឿងទាំងនេះទេឯងឆាប់សងលុយខ្លាយព្យាបាលផ្លូវមកថ្ងៃនោះពួកយើងបានឲ្យលុយហើយតើឯងខ្លងហើយមែនទេបងស្រីឯងបានវាយយើងហើយសងថ្លៃព្យាបាលតើវាយ៉ាងម៉េចក្រៅពីថ្លៃព្យាបាលទៅត្រូវសងសំណងពីការជិះចាប់ហើយនឹងបាត់បង់ការងារយើងមិនទាន់បានទាននៅឡើយទេប៉ុន្តែពួកយើងពិតជាអស់លុយហើយខ្ញុំនិយាយប្រាប់ពួកឯងឲ្យដឹងថ្ងៃនេះប្រសិនបើមិនសងលុយខ្ញុំនឹងធ្វើឲ្យពួកអ្នកទាំងអស់គ្នាទទួលនៅកណ្ដាប់ដៃម្ដងពួកឯងនិយាយថាជនម្នាក់នោះគឺជាអ្នកមានមែនទេគេគឺជាកូនប្រសាររបស់ខ្ញុំពេលនេះខ្ញុំនឹងទៅទារលុយពីគេត្រូវហើយគេមិនទាន់បានឲ្យថ្លៃចំនួនពួកយើងទេចាំពួកយើងទារពីគេហើយនឹងជូនទៅពួកលោកច្បាស់ណាស់នឹងថានឹងជូនពួកលោកខ្ញុំនិយាយប្រាប់ពួកឯងឲ្យដឹងប្រសិនបើមិនសងទេគ្រួសារពួកឯងចាំនៅទីនេះឲ្យយើងនេះទៅបងប្អូនល្អទៅ